បន្ទាប់ពីនារីម្នាក់បានកើតឡើងវិញរឿងដំបូងដែលនាងធ្វើគឺបោះបង់ការរៀបការជាមួយកូនប្រុសតកូអ្នកមានទ្រព្យដែលនាងស្រឡាញ់ខ្លាំងហើយយកការរៀបការនោះឲ្យស្ត្រីដែលមានចិត្តអាក្រក់និងពិស្ពលតែនាងមានលក្ខខណ្ឌមួយគឺឲ្យពុកលក់ភាគហ៊ុនទាំងអស់របស់នាងក្នុងក្រុមហ៊ុនហើយបំលែងវាជាប្រាក់ដើម្បីប្រគល់ឲ្យនាងអ្វីដែលអ្នកនិយាយនោះពិតមែនទេមុនយប់នេះខ្ញុំចង់ឃើញប្រាក់នោះចូលកណ្នីបងស្រីបងស្រឡាញ់បងខ្លាំងណាស់បងពិតជាសុខចិត្តឲ្យខ្ញុំមែនឬបងមិនសោកស្ដាយទេសូមអបអរខ្ញុំមិនសោកស្ដាយឡើយជីវិតមុននាងក៏ធ្លាប់គិតថាគាត់ស្រឡាញ់នាងយ៉ាងខ្លាំងដែរប៉ុន្តែបន្ទាប់ពីរៀបការចូលគ្រួសារតកូអ្នកមានទ្រព្យមិនទាន់បានមួយខែផងនាងត្រូវបានពូតូចរបស់បុរសនោះបុកស្លាប់ភ្លាមរហូតដល់ពេលចិត្តស្លាប់នាងទើបដឹងថាខ្លួនគ្រាន់តែជាអ្នកស្លាប់ជំនួសព្រោះត្រកូលអ្នកមានទ្រព្យឲ្យបានកំណត់ថាបុរសនោះត្រូវរៀបការឲ្យបានមួយខែទើបអាចទទួលមរតកទាំងអស់ពូតូចមិនចង់ឲ្យគាត់ទទួលមរតកទើបសម្រេចចិត្តបុកសម្លាប់គាត់ដើម្បីឲ្យគាត់ស្លាប់ដោយគ្មានការសង្ស័យហើយពូតូចថែមទាំងបើកសម្លេងថតរបស់បុរសនោះឲ្យនាងស្ដាប់នៅទីនោះផ្ទាល់នារីនោះទើបដឹងថាចាប់ពីដើមដល់ចប់នាងគ្រាន់តែជាឧបករណ៍ដែលគេប្រើប្រាស់ហើយបិទភ្នែកស្លាប់ដោយភាពមិនពេញចិត្តមិនគិតថាពេលបើកភ្នែកឡើងវិញនាងបានកើតឡើងវិញទៅថ្ងៃដែលឪពុកនិងស្ត្រីមានល្បិចកបញ្ចុះបញ្ចូលឲ្យនាងលះបង់ការរៀបការជីវិតមុនមិនថាពួកគេគំរាមកំហែងឬលួងលោមយ៉ាងណានាងក៏មិនព្រមទេតែជីវិតនេះនាងនឹងមិនធ្វើខុសដែរឡើយនាងបានដាក់លក្ខខណ្ឌថាត្រូវឲ្យប្រាក់100លានទើបនាងព្រមលះបង់តំណែងជាម្ចាស់ផ្ទះត្រកូលមានទ្រព្យដូចដែលគិតពួកគេទាំងពីរព្រមភ្លាមតែពេលនាងចាក់ចេញឪពុកបានហៅនាងឲ្យឈប់ប៉ុន្តែអ្នកដែលត្រកូលមានទ្រព្យកំណត់ឲ្យរៀបការជាមួយគឺជាអ្នកនៅសល់តែ3ថ្ងៃទៀតទេមុនពិធីមង្គលការរឿងនេះត្រូវរក្សាជាសម្ងាត់ប្រាក់មកដល់ហើយខ្ញុំនឹងសហការរហូតដល់ចប់ទោះនៅសល់3ថ្ងៃទៀតដល់ថ្ងៃរៀបការក៏នាងប្រញាប់ត្រឡប់ទៅបន្ទប់ដើម្បីរៀបចំវ៉ាលីទៅស្នាក់នៅសន្តាគារកន្លែងគួរឲ្យខ្ពើមនេះនាងមិនចង់នៅសូម្បីតែ1នាទីទៀតនៅពេលនោះបុរសអាក្រក់បានទូរស័ព្ទមកនាងខ្ជិលទទួលនឹងមិនអើពើឡើយតែគេមិនគិតថាគាត់នឹងមករកនាងដល់ផ្ទះហេតុអ្វីបានជាអ្នកមិនទទួលទូរស័ព្ទអស់ថ្មមានរឿងអ្វីទេទូរស័ព្ទអស់ថ្មបន្ទាប់មកគេបានសួរថាហេតុអ្វីនាងកំពុងរៀបចំវ៉ាលីនាងនឹកឃើញពាក្យដែលទើបសន្យាជាមួយឪពុកនាងប្រាប់ថានេះគ្រាន់តែជារបស់ដែលនាងត្រូវយកទៅបន្ទាប់ពីរៀបការប៉ុណ្ណោះបុរសអាក្រក់ស្ដាប់ហើយទើបស្ងប់ចិត្តបន្ទាប់មករំលឹកនាងថាថ្ងៃស្អែកគឺជាថ្ងៃថតរូបអាពាហ៍ពិពាហ៍របស់ពួកគេប្រាប់ឲ្យនាងកុំភ្លេចពេលវេលាហើយថែមទាំងស្នើឲ្យនាំប្អូនស្រីភរិយាទៅជាមួយដើម្បីជួយផ្ដល់យោបល់ផងដែរនាងនឹកឃើញជីវិតមុនមិនថាជ្រើសចិញ្ចៀនអាពាហ៍ពិពាហ៍ឬជ្រើសរោគរៀបការបុរសអាក្រក់តែងតែទាមទារនាំប្អូនស្រីភរិយាទៅជាមួយដើម្បីឲ្យជួយពិនិត្យមើលឥឡូវគិតមកវិញនាងទើបដឹងថាអ្នកទាំងពីរបានមានទំនាក់ទំនងសម្ងាត់តាំងពីយូរមកហើយដោយគិតថានៅសល់តែ3ថ្ងៃទៀតនាងអាចចាក់ចេញបាននាងក៏យល់ព្រមភ្លាមនៅពេលនោះសំឡេងប្អូនស្រីភរិយាមកពីក្រៅបុរសអាក្រក់បានដោះដៃដែលកំពុងកាន់គ្នាចេញភ្លាមសកម្មភាពតូចនេះធ្វើឲ្យអារម្មណ៍ភ្ជាប់ចុងក្រោយក្នុងចិត្តនាងរលាយអស់ដោយឃើញការប្រាស្រ័យភ្នែករបស់ពួកគេភ្នែកនាងស្ងប់ស្ងាត់ដូចទឹកសមុទ្រថ្ងៃបន្ទាប់ពួកគេទៅថតរូបអាពាហ៍ពិពាហ៍ប៉ុន្តែក្នុងអំឡុងពេលថតនាងពិតជាមិនអាចញ៉ាំបានហើយចលនារាងកាយក៏រឹងខ្លាំងធ្វើឲ្យបុរសអាក្រក់មានការភ្ញាក់ផ្អើលព្រោះមុននេះនាងជាមនុស្សដែលរំពឹងទុកបំផុតចំពោះការថតរូបអាពាហ៍ពិពាហ៍ជាមួយគេថ្ងៃនេះវិញមើលទៅដូចជាមានរឿងនៅក្នុងចិត្តមិនទាន់ឲ្យគេសួរទេស្ត្រីចិត្តពីស្ពូលក៏ឈរឡើងនិយាយថាខ្លួនមានបទពិសោធន៍ថតរូបនាងស្នើថាឲ្យបង្ហាញកាយវិការឲ្យបងស្រីមើលបុរសអាក្រក់ក៏មិនបដិសេធឡើយតែអ្វីដែលគេមិនរំពឹងគឺនារីនោះក៏យល់ព្រមភ្លាមហើយអនុញ្ញាតឲ្យស្ត្រីចិត្តពីស្ពូលអង្គុយលើជង្គង់គេធ្វើឲ្យក្នុងចិត្តបុរសអាក្រក់កើតមានការភ័យខ្លាចមិនដឹងមូលហេតុតែការភ័យនោះបានបាត់ទៅយ៉ាងឆាប់រហ័សក្រោមការញុះញង់របស់ស្ត្រីចិត្តពីស្ពូលនារីគិតថាខ្លួនអាចទទួលយកបានដោយស្ងប់ស្ងាត់ប៉ុន្តែពេលឃើញពួកគេចិត្តនឹងថើបគ្នានាងនៅតែទប់មិនបានហើយរត់ចេញទៅអ្នកទាំងពីរប្រញាប់តាមរកតែរកមិនឃើញស្ត្រីចិត្តពីស្ពូលបានស្នើឲ្យបែកគ្នារកព្រោះនាងដឹងថានារីនោះមិនអាចចាក់ចេញដោយពាក់សម្លៀកបំពាក់ហាងថតបានទេហើយមិនយូរប៉ុន្មានក៏ឃើញនាងចេញមកក្រោយបដូរខោអាវរួចឃើញស្ត្រីចិត្តពីស្ពូលនៅតែហ៊ានរារាំងនារីនោះកើតកំហឹងខ្លាំងហើយផ្ដល់ការមើលងាយឲ្យនាងមិនគិតថាពេលនោះបុរសអាក្រក់មកដល់ឃើញឈុតនេះដោយរត់មកស្រែកស្ដីបន្ទោសថាថ្ងៃថតរូបក៏បង្កបញ្ហាឥឡូវវិញសំបីតែប្អូនស្រីគេក៏ធ្វើបាបទាំងអស់នេះពិតជាសាហាវពេកបន្ទាប់មកគេបង្ខំឲ្យនាងសុំទោសពេលនាងបដិសេធបុរសអាក្រក់បានវាយនាងយ៉ាងខ្លាំងតែគេមិនព្រមបញ្ចប់ទេហើយទាមទារឲ្យនាងពន្យល់ថាហេតុអ្វីបានជាវាយប្អូនស្រីគេស្ត្រីចិត្តពីស្ពូលឃើញពួកគេឆ្លោះគ្នាភ្លាមកើតគំនិតអាក្រក់នាងធ្វើជាដួលថយក្រោយហើយធ្លាក់ពីជណ្ដើរបុរសអាក្រក់ឃើញហើយជឿចិត្តខ្លាំងប្រញាប់អោបនាងទៅមន្ទីរពេទ្យមុនចេញទៅគេនៅប្រមាននារីថាបើប្អូនស្រីមានអ្វីកើតឡើងគេមិនអត់អន់ឲ្យនាងឡើយបន្ទាប់ពីស្ត្រីចិត្តពីស្ពូលអង្គុយលើទេរុញត្រឡប់មកផ្ទះបុរសអាក្រក់បានអូសនារីចេញពីបន្ទប់ហើយបញ្ជាឲ្យអ្នកផ្សេងចាប់នាងចុះដីបន្ទាប់មកមិនខ្វល់ពីការអង្វររបស់នាងគេបានកាត់សក់ដែលនាងស្រឡាញ់បំផុតឲ្យញញ៉ៃសក់វែងខ្មៅរបស់នាងជ្រុះរាយពេញដីដូចជាជីវិតដែលបែកបាក់របស់នាងក្នុងជីវិតមុនយប់នោះនាងខំរកសក់ខ្លាំងៗមកពាក់តែបុរសអាក្រក់បានចូលមកខណៈនាងកំពុងនិយាយគេបានទទួលទូរស័ព្ទពីជំនួយការដឹងថាពូតូចត្រូវចាប់ខ្លួនពីបទលួចស្ដាប់ព័ត៌មានសម្ងាត់ក្រុមហ៊ុនគេរីករាយខ្លាំងព្រោះវាមានន័យថាបន្ទាប់ពីនាងរៀបការនាងនឹងមិនស្ថិតក្នុងគ្រោះថ្នាក់ទៀតឡើយបន្ទាប់មកគេបញ្យល់នាងថាអ្វីដែលបានធ្វើថ្ងៃនេះព្រោះតែនាងធ្វើខុសពេកហើយបន្ទាប់ពីរៀបការគេនឹងសងនាងឲ្យល្អបន្ទាប់មកគេក៏ចាក់ចេញទៅខាងម្ដាយបុរសអាក្រក់បានដឹងពីរឿងពូតូចត្រូវចាប់ក៏មានអារម្មណ៍ស្រួលចិត្តពេលឃើញកូនប្រុសមិនបដូរពិធីមង្គលការជាមួយស្ត្រីចិត្តពីស្ពូលនាងគិតថាកូនប្រុសពិតជាស្រឡាញ់នារីនេះរួចហើយតែគ្រាន់តែមិនទាន់ដឹងចិត្តខ្លួនឯងបើរៀបការរួចថ្ងៃណាមួយគេនឹងយល់ច្បាស់ស្ទយមកមិនដឹងថាពួកគេទាំងពីរមិនមានថ្ងៃអនាគតទៀតឡើយថ្ងៃរៀបការពេលបុរសអាក្រក់មកទទួលកូនក្រមុំនារីបានអូសវ៉ាលីពាក់វ៉ែនតាហើយដើរឆ្លងកាត់គេដោយគេមិនដឹងអ្វីឡើយបុរសគិតថាកូនក្រមុំនៅពីមុខគេគឺនាងខណៈដែលត្រៀមទៅរកស្រាប់តែជន់លើចិញ្ចៀនពេជ្ររលឹកមកមើលទើបដឹងថានេះគឺជាចិញ្ចៀនដែលគេធ្លាប់ផ្ដល់ឲ្យនាងហើយឈុតឆាកដែលអ្នកទាំងពីរឆ្លងកាត់គ្នាទើបតែបញ្ចេញឡើងក្នុងខួរក្បាលគេមិនអាចទៅរួចទេកូនក្រមុំគួរតែនៅមុខខ្ញុំ
តើហេតុអ្វីបានជាខ្លាយជាអ្នកនេះ